ជម្រាបសួរពុកម៉ែបងប្អូនបាទសម្រាប់ថ្ងៃនេះថ្ងៃទី24ខែ5 2025ពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបង្ហាញបងប្អូនដែលមិនធ្លាប់ឃើញសកម្មភាពជ្រូកកណ្ដុរមុននឹងកាត់កូនណាបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូននេះបាទបងប្អូនគឺជាសកម្មភាពដែលជ្រូកកណ្ដុរយើងគេកាច់សបុកបាទគេកាច់សបុកមុននឹងកើតមុននឹងគេកើតកូនគឺគេសភាពរបស់គេគឺបែបហ្នឹងនេះបងប្អូននេះគេកាច់សបុកគេរៀបចំសបុកគេខ្ញុំមកមិញខ្ញុំអត់ដឹងទេជ្រូកនេះអត់ដឹងថាថ្ងៃណាកើតថ្ងៃណាអីអត់ដឹងខ្ញុំមកមិញឃើញដូចជាគេខំដើមអាស័យខំងាកកខំងាកកអញ្ចឹងខ្ញុំសាកល្បងមើលដាក់លឹកអាស័យងាប់នេះបន្តទៀតអញ្ចឹងឃើញថាគេធ្វើអញ្ចឹងទៀតអញ្ចឹងធ្វើអញ្ចឹងទៀតមានន័យថាសកម្មភាពនេះគឺសកម្មភាពគេរកកើតកូនបាទសកម្មភាពគេរកកើតកូនគឺគេធ្វើបែបហ្នឹងហើយពាក់ព័ន្ធនឹងការធ្វើបែបអញ្ចឹងគឺប្រភេទជ្រូកកណ្ដុរមានមិនមែនថាទាំងអស់ណាបងប្អូនតែមាន80 ទៅ 90% គឺគេធ្វើបែបហ្នឹងគឺកាច់សបុកបែបហ្នឹងមេខ្លះដូចមេរបស់ខ្ញុំផ្សេងទៀតមានខ្លះក៏អត់បានកាច់ដែរគឺខ្ញុំសង្កេតឃើញថាគឺមេខ្លះអត់កាច់ទេគឺគ្រាន់តែល្អបាទរោកើតហ្នឹងហើយល្អដកទៅហើមញាប់ខីតខូតយ៉ាងណានឹងសកម្មភាពរបស់គេខ្លះគឺបែបហ្នឹងតែ80 ទៅ 90% គឺមានសភាពបែបដូចមេនេះចឹងសភាពគឺគេកាច់សបុកបាទកាច់សបុកហ្នឹងគឺគេប្រមូលសារ៉ាមប្រមូលអីមកដាក់មកកដប់របស់គេចឹងណាបងប្អូននេះដូចបងប្អូនឃើញស្រាប់ចឹងខ្ញុំក៏ឆ្លៀតថតបង្ហាញបងប្អូនមើលលេងទាំងអស់គ្នាហ្នឹងហើយវីដេអូមួយនេះខ្ញុំនឹងដាក់នៅក្នុង page របស់ខ្ញុំបងប្អូនដែលអត់បាន like page ក៏ like page អ្នកចិញ្ចឹមជ្រូកកណ្ដុរមួយទៅបាទទុកគ្រាន់មើលលេងកំសាន្តហើយនឹងដាក់ក្នុង TikTok ផងដែរបងប្អូនហើយ TikTok របស់ខ្ញុំពីមុនខូចបាត់ហើយឥឡូវខ្ញុំបង្កើតថ្មីសូមឲ្យបេះដូងនឹងជួយ follow TikTok ម្នាក់មួយផងបាទជួយ like និង comment មានអ្វីចង់សាកសួរអាចសាកសួរបានពាក់ព័ន្ធនឹងការចិញ្ចឹមជ្រូកកណ្ដុរក៏ដូចជាចិញ្ចឹមកធាអីបងបាទនាងបងប្អូនកាច់រហូតមើលខ្ញុំទៅថតពីខាងឲ្យបងប្អូនមើលបន្តិចអូខេហ្នឹងហើយបងប្អូននេះខាងនេះហើយអាខាងនេះកូនរបស់មេមិនមែនកូនរបស់មេនេះទេមេនេះគឺគេកូនគេធំហើយកូននេះគឺកូនរបស់មេកាណោះវារត់ចូលពេញទ្រូងអូខេហត់ទេសង្ស័យការកាច់សបុកបែបអញ្ចេះបងប្អូនមិនប្រកាសថាស្អែកកើតទេជួនកាលអាច2ថ្ងៃដែរអញ្ចឹងណាមេខ្លះកាច់អញ្ចឹងគេរៀបចំហើយមិនកើតយប់នឹងឬក៏ស្អែកទេជួនកាលអាចលងមួយថ្ងៃទៀតបានកើតតែសម្រាប់មេលងតឡាមេហ្នឹងអាចមេថ្មីកូនដំបងអីតែជាលងតែបើមេធ្លាប់កូនភាសាពីសាប្រហែលជាអាចយប់នេះអញ្ចឹងចំណុចនេះខ្ញុំមិនបានជម្រាបបងប្អូនច្បាស់ទេបាទដោយសារកន្លងមកយើងធ្លាប់ជួបថាបែបអញ្ចឹងមានមេខ្លះក៏យប់នឹងទៅពេលឃើញកាច់សបុកបែបហ្នឹងក៏ឃើញយប់នឹងទៅមេខ្លះក៏លងមកយប់អញ្ចឹងទៅអូខេបងប្អូនមកពោះដល់ដីអូខេអញ្ចឹងមានប៉ុណ្ណឹងអរគុណសម្រាប់ការចូលទស្សនារបស់បងប្អូនទាំងអស់គ្នាជម្រាបលាកុំភ្លេច like share និង follow page និង subscribe channel ម្នាក់មួយអរគុណជម្រាបលាបាយបាយ